បាទដើម្បីធ្វើការកំណត់នៅផ្នែកទស្សភាគបាទអទៅតាមដែលយើងចង់បានបាទគឺសូមធ្វើការ select បាទទៅត្រង់column ចំនួនដែលយើងចង់កំណត់នោះបាទអញ្ចឹង select ទាំងអស់តែម្ដងទៅត្រង់ចំនួនយើងចង់កំណត់ផ្នែកទស្សភាគហ្នឹងបាទបន្ទាប់ពី select អញ្ចឹងហើយគឺយើងចូលទៅកន្លែង home ហើយចូលទៅកន្លែង number នេះហើយមើលត្រង់ដែលមានសញ្ញាព្រួយបាញ់ទៅលេខ0បាទបាញ់ទៅលេខ0ខាងស្ដាំមួយនិងខាងឆ្វេងមួយបាញ់ទៅស្ដាំនេះគឺយើងបន្ថយផ្នែកទស្សភាគហើយអឺបាញ់ទៅឆ្វេងនេះគឺយើងបង្កើនចំនួនខ្ទង់បាទចំនួនខ្ទង់នៃផ្នែកទស្សភាគហ្នឹងអញ្ចឹងបើយើងចង់បានផ្នែកយើងមើលមកលើចំនួនដែលខ្ញុំ select បាញ់នេះគឺវាមានផ្នែកទស្សភាគ6មានផ្នែកទស្សភាគ3ខ្ទង់បាទ3ខ្ទង់ខ្លះ1ខ្ទង់ខ្លះអញ្ចឹងយើងចង់កំណត់ផ្នែកទស្សភាគនេះឲ្យស្មើគ្នាទៅមើលទៅឃើញស្អាតហើយនឹងទៅតាមចំនួនដែលយើងចង់កំណត់ហ្នឹង2ខ្ទង់ឬ3ខ្ទង់ឬ1ខ្ទង់ហ្នឹងគឺយើងអាចកំណត់កន្លែងហ្នឹងបានអញ្ចឹងឧទាហរណ៍ថានេះក្នុងនេះវាមានដល់ទៅ3ខ្ទង់អញ្ចឹងខ្ញុំអាចចុចបន្ថយវិញបាទគឺចុចសញ្ញាព្រួយទៅស្ដាំបាទចុចម្ដងទៅគឺផ្នែកទស្សភាគយើងនឹងកំណត់ត្រឹមតែ2ខ្ទង់ហើយបាទ2ខ្ទង់ហើយយើងក៏អាចកំណត់ផ្នែកទស្សភាគហ្នឹងឲ្យអស់ក៏បានដែរឲ្យទុកតែផ្នែកគុតមានន័យថាយើងអាចចុចទៅស្ដាំហ្នឹង2ដងទៀតទៅគឺអស់ផ្នែកទស្សភាគហើយបាទដូចនៅក្នុង cloud នេះអញ្ចឹងបើយើងចង់កំណត់column ទាំងពីរនៅខាងស្ដាំនេះបើសិនជាចង់កំណត់ផ្នែកទស្សភាគវិញឲ្យលោត2ខ្ទង់វិញយើងអាចធ្វើដូចគ្នាដែរបាទអញ្ចឹងឧទាហរណ៍ថាវាជាមធ្យមភាគយើងចង់កំណត់ឲ្យមានផ្នែកទស្សភាគ2ខ្ទង់វិញយើងគ្រាន់តែចុចបាទសញ្ញាព្រួយទៅឆ្វេង2ដងវិញមកគឺវានឹងបង្ហាញផ្នែកទស្សភាគវិញ2ខ្ទង់វិញហើយបាទអញ្ចឹងការកំណត់ទស្សភាគកំណត់ផ្នែកទស្សភាគទៅតាមដែលយើងចង់បាននឹងមានតែប៉ុណ្្នឹងទេបាទសូមអរគុណសម្រាប់ការទស្សនា